ជំរាបសួរបងប្អូនទាំងអស់គ្នាបោះយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំមានលំហាត់មួយដែលធ្លាប់ប្រឡងចេញសិស្សបកែដូចជាឆ្នាំ2003ឬក៏2004ខ្ញុំភ្លេចបាត់ហើយលំហាត់មួយនេះវាធ្លាប់ចេញប្រឡងសិស្សបកែថ្នាក់ទី12តែបើយើងមើលវាទៅអត់ដែលជួបទម្រង់វាយើងពិបាកក្នុងការដោះស្រាយដោយសារតែអ្នកខ្លះគាត់អានប្រធានក៏អត់យល់ទៀតដោយសារគេប្រើថារោគផលបូករង្វាស់នៃមុំបាទន័យថាបើយើងគិតទៅវាផលបូកជាមុំ A បូកមុំ B បូកមុំ C បូកមុំ D បូកមុំ E បូកជាមួយនឹងមុំ F តើតម្លៃវាស្មើប្រមាណគឺយើងបូកអាចុងនេះអានេះបូកបញ្ចូលគ្នាបាទបូកអាហ្នឹងចូលគ្នាហើយសួរថាអាហ្នឹងយើងប្រើទ្រឹស្ដីអីគេប្រើរូបមន្តអីគេគឺយើងប្រើតាក់ទងជាមួយនឹងចំណុចរបស់យើងគឺតាក់ទងជាមួយនឹងផលបូកមុំក្នុងត្រីកោណបាទនិយាយពីផលបូកមុំក្នុងត្រីកោណស្មើនឹង180ដឺក្រេនេះចំណុចមួយដែលយើងយកមកប្រើហើយសួរថាហ្នឹងនៅថ្នាក់ទីប្រមាណគឺនៅថ្នាក់ទី7ណាបាទមួយទៀតនិយាយពីផលបូកមុំក្នុងចតុកោណស្មើនឹង360ដឺក្រេបាទយើងយកចំណុចពីរហ្នឹងយកមកប្រើចំណុចពីរហ្នឹងយើងយកមកប្រើចឹងអានេះយើងរៀនតាំងពីថ្នាក់ទី7មកហើយអានេះយើងរៀននៅថ្នាក់ទី8បើមិនទី8ទី9បាទតោះឥឡូវយើងចាប់ផ្ដើមធ្វើចម្លើយនេះចម្លើយរោគកាត់តែមកទៅគឺរោគមុំ A បូកជាមួយនឹងមុំ B បូកជាមួយនឹងមុំ C បាទបូកជាមួយនឹងមុំ D បូកជាមួយនឹងមុំ E បូកជាមួយនឹងមុំ F ទី1គឺខ្ញុំយកសិនយកអក្សរដែលយើងប្រើដល់អក្សរ S អញ្ចឹង Z ណាខ្ញុំយក Z អញ្ចឹងខ្ញុំយក Z ដាក់នៅកន្លែងនេះ Z យើងដាក់នៅកន្លែងនេះហើយនេះខ្ញុំដាក់ Z 1អានេះខ្ញុំដាក់ Z 2ចាបាទ Z 2អញ្ចឹងខ្ញុំយក Z ជាចំណុចប្រសពរវាងAB និង CD បាទមួយហើយមួយទៀតខ្ញុំយកហាស់ជានេះហាស់ខ្ញុំដាក់នៅđâyនេះហាស់ខ្ញុំដាក់អានេះហាស់1អញ្ចឹងអានេះខ្ញុំដាក់ហាស់2បាទអញ្ចឹងជាចំណុចប្រសពរវាង AB ដដែលនិង ES បាទនេះក្រោយមកយើងពិនិត្យមើលនៅក្នុងរូបរបស់យើងនៅក្នុងនេះក្នុង
ចតុកោណជ្រុង4ណាវាមិនសម្គាល់លើស្មើគ្នាវាស្មើគ្នាអីទេឲ្យតែមានជ្រុង4គេចាត់ទុកថាចតុកោណហ្នឹងអញ្ចឹងយើងយកចតុកោណ D ហាស់1ហើយនឹងអីគេ C1 នេះយើងយកប៉ុណ្ណឹងអញ្ចឹងយើងគិតក្នុងចតុកោណ D ហាស់ហើយ Z មានមុំ D បូកជាមួយនឹងមុំ បូកជាមួយនឹងមុំហាស់1បូកជាមួយនឹងមុំ Z 1ស្មើនឹង360ដឺក្រេបើយើងបញ្ជាក់ពីមូលហេតុរបស់វាមកអំពីផលបូកមុំក្នុងបាទផលបូកមុំក្នុងចតុកោណឲ្យតែផលបូកមុំក្នុងចតុកោណស្មើនឹង360ដឺក្រេអញ្ចឹងអាហ្នឹងយើងតាងវាដោយ1មកតាងវាដោយ1បាទអញ្ចឹងយើងមើលបន្តទៀតមើលក្នុងបាទយកណាមុនក៏បានដែរខ្ញុំយក A ហាស់ S បាទក្នុងត្រីកោណ A ហាស់ S បាទ A ហាស់ S មានគឺយើងយកមុំ A បូកជាមួយនឹងមុំហាស់2បាទហាស់2នេះខាងក្នុងនេះណាហើយបូកជាមួយនឹងមុំ S វាស្មើនឹង180ដឺក្រេសួរថាហេតុអីបើយើងចង់ដាក់មូលហេតុមកពីផលមកបូកផលបូកមុំក្នុងត្រីកោណបាទតាងវាដោយ2ទុកចោលហើយយើងពិនិត្យមើលមួយទៀតគឺក្នុងត្រីកោណមិនយើងយកអានេះដែរឥឡូវយើងយក B C Z បាទមានជាងគឺមុំ B បូកជាមួយនឹងមុំ C បូកជាមួយនឹងមុំ Z 2ស្មើនឹង180ដឺក្រេមូលហេតុផលបូកមុំក្នុងត្រីកោណបិទមកវិញតាងដោយ3អញ្ចឹងយើងយកវាមកបូកចូលគ្នានោះ1 2 3ហ្នឹងអញ្ចឹងយើងអាចយកសមីការ1បូកជាមួយនឹងសមីការ2បូកជាមួយនឹងសមីការ3គេបានយើងបូកវាបញ្ចូលគ្នាសមីការ1យើងមានមុំ D បូកជាមួយនឹងមុំ បូកជាមួយនឹងមុំហាស់1បូកជាមួយនឹងមុំ Z 1ហើយ2យើងមានមុំ A បូកជាមួយនឹងមុំហាស់2បូកជាមួយនឹងមុំ S ហើយ3គឺវាមានមុំ B បូកជាមួយនឹងមុំ C បូកជាមួយនឹងមុំ Z 2ស្មើយើងបូកវាបញ្ចូលគ្នាណានេះ180បូកនឹង180វាបាន360បូក360ទៀតនេះ360ទៀតចឹងនេះ0អានេះ12សេលេខ2ត្រាទុក1បាន6 7
បានប៉ុណ្ណេះបាទបន្តមកទៀតយើងរៀបមុំវាទៅតាមរបស់យើងនេះអញ្ចឹងគឺមុំ A មុនខ្ញុំយកមុំ A បូកជាមួយនឹងមុំ B កុំឲ្យច្រឡំចុចវាទៅហើយបូកជាមួយនឹងមុំ C ហើយបូកជាមួយនឹងមុំ D ហើយបូកជាមួយនឹងមុំ E បូកជាមួយនឹងមុំ S អស់ណាបាទហើយបូកជាមួយនឹងមុំជើងហាស់1បូកជាមួយនឹងមុំហាស់2ហើយបូកជាមួយនឹងមុំហាស់មុំហាស់អស់ហើយមុំ Z 1បូកជាមួយនឹងមុំ Z 2ស្មើនឹងប៉ុណ្ណេះនេះខ្ញុំរៀបវាសិនណាបាទតែលុបខាងនេះណាលុបខាងនេះបាទតែយើងពិនិត្យមើលទាំងអស់គ្នាកន្លែងនេះហាស់1បូកហាស់2តែហាស់1បូកហាស់2ស្មើប្រមាណអានេះហាស់1អានេះហាស់2យើងបូកទៅมันคล้ายទៅជាបន្ទាត់ហើយคล้ายទៅជាបន្ទាត់តម្លៃវាស្មើប្រមាណដែរคล้ายជាបន្ទាត់គឺ180ដឺក្រេបាទឲ្យคล้ายជាបន្ទាត់គឺ180ដឺក្រេនេះមួយទៀតមុំ Z1 បូកជាមួយនឹង Z2 តម្លៃវាស្មើប្រមាណនេះបូកចូលគ្នាទៅคล้ายជាបន្ទាត់នេះមួយអញ្ចឹងអាហ្នឹងក៏180ដឺក្រេដែរអញ្ចឹងយើងយកវាមកជំនួសក្នុងនេះមកនោះយើងនឹងអាចទាញបានថាមុំ A បូកជាមួយនឹងមុំ B បូកជាមួយនឹងមុំ C បូកជាមួយនឹងមុំ D បូកជាមួយនឹងមុំ E បូកជាមួយនឹងមុំ S មុំ S ហើយបូកជាមួយនឹងហាស់1បូកហាស់2គឺ180ដឺក្រេZ1បូកZ2គឺ180ដឺក្រេស្មើនឹង720ដឺក្រេអញ្ចឹងអានេះបូកចូលគ្នាឃើញ360រុញឆ្លងដកទៅឃើញមែនតែមិញយើងបូកចូលមិញឥឡូវយើងដកចេញវិញប៉ុណ្ណឹងវិញដែរឃើញ360ណាបាទបូកជាមួយនឹងមុំ C បូកជាមួយនឹងមុំ D បូកជាមួយនឹងមុំ E បូកជាមួយនឹងមុំ S ស្មើនឹង360ដឺក្រេនេះរង្វាស់មុំតែយើងបូកទៅឃើញប៉ុណ្ណឹងបាទបើឃើញតែប្រធានយើងមើលទៅថាលំបាកតែដល់ពេលយើងដោះស្រាយទៅអត់មានអីលំបាកទេបាទអញ្ចឹងថ្ងៃហ្នឹងយើងជួបគ្នាប៉ុណ្ណឹងបាទជម្រាបលាសុខសប្បាយសំណាងល្អបាទ